លោក Zelensky ប្រធានាធិបតីអ៊ុយក្រែននិយាយថាសហរដ្ឋអាមេរិកបានស្នើសុំឲ្យអ៊ុយក្រែនជួយប្រយុទ្ធនឹងដ្រូនរបស់អ៊ីរ៉ង់សហរដ្ឋអាមេរិកបានស្នើសុំឲ្យអ៊ុយក្រែនជួយការពារប្រទេសសម្ព័ន្ធមិត្តនៅឈូងសមុទ្រពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់នេះបើយោងតាមប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky លោក Zelensky បានថ្លែងថាដៃគូរបស់អ៊ុយក្រែនបានកំពុងតាក់ទងមកហើយក៏មានសំណើពីភាគីអាមេរិកផងដែរហើយលោកបានផ្ដល់ការណែនាំថាអ៊ុយក្រែនអាចផ្ដល់អ្នកជំនាញរបស់ខ្លួនសម្រាប់កិច្ចការនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងថាលោកនឹងទទួលយកជំនួយណាមួយពីប្រទេសណាក៏ដោយដែលអាចផ្ដល់ដល់សហរដ្ឋអាមេរិកបានលោក Zelensky ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាអ៊ុយក្រែននឹងជួយក្នុងលក្ខខណ្ឌមួយដែលមិនធ្វើឲ្យចុះខ្សោយដល់ប្រព័ន្ធការពារជាតិរបស់ខ្លួននិងត្រូវតែមានផលចំណេញផ្នែកការទូតសម្រាប់ទីក្រុងគីវលោកថាអ៊ុយក្រែនមានឆន្ទៈក្នុងការដោះដូរដ្រូនស្ទាក់ចាប់របស់ខ្លួនជាមួយនឹងការទទួលបាននៅប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតពីសហរដ្ឋអាមេរិកដើម្បីការពារប្រឆាំងនឹងមីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីសង្គ្រាមនៅមជ្ឈមបូព៌ាបានបង្កឲ្យមានការព្រួយបារម្ភថាអ៊ុយក្រែនអាចនឹងរងគ្រោះផងដែរប្រសិនបើសម្ព័ន្ធមិត្តរបស់ខ្លួនបង្វែរការយកចិត្តទុកដាក់ទៅលើចំនួននៅមជ្ឈមបូព៌ាវិញហើយទុកចំនួនអ៊ុយក្រែននិងរុស្ស៊ីមួយឡែកដោយក្តីបារម្ភនេះលោក Zelensky បានពិភាក្សាជាមួយសមាភាគីនៅទូទាំងតំបន់ឈូងសមុទ្ររួមមានអេមីរ៉ាតអារ៉ាប់រួមកាតាបារ៉ែនហ្សូកដានីនិងគុយវ៉ែតហើយបានសន្យាផ្ដល់នៅអ្វីដែលលោកហៅថាជំហានជាក់ស្ដែងដើម្បីជួយពួកគេការពារមូលដ្ឋានយោធានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីការវាយប្រហាររបស់អ៊ីរ៉ង់លោកថាប្រទេសដែលប្រឈមមុខនឹងការវាយប្រហាររបស់អ៊ីរ៉ង់នឹងជួបប្រទះនៅបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនោះគឺ drone Shahed របស់អ៊ីរ៉ង់ដែលពិបាកក្នុងការស្ទាក់ចាប់ប្រសិនបើគ្មានជំនាញត្រឹមត្រូវនិងអាវុធគ្រប់គ្រាន់លោកថ្លែងថាដៃគូនានារបស់យើងកំពុងតាក់ទងមកអ៊ុយក្រែនដើម្បីសុំជំនួយក្នុងការការពារប្រឆាំងនឹង drone Shahed ដូចជាការសុំផ្ដល់ជំនាញនិងការគ្រប់គ្រងជាក់ស្ដែងវាក៏មានសំណើពីភាគីអាមេរិកផងដែរអ៊ុយក្រែនមានជំនាញផ្នែកកំទេច drone ដោយសារតែប្រទេសនេះមានបទពិសោធន៍ទប់ទល់ជាមួយនឹងdroneរបស់រុស្ស៊ីក្នុងសង្គ្រាមដែលចាប់ផ្ដើមតាំងពីឆ្នាំ2022លើប្រទេសនេះឆ្លងកាត់បទពិសោធន៍នេះអ៊ុយក្រែនបានផលិតប្រព័ន្ធការពារនិងស្ទាក់ចាប់ drone ដែលរុស្ស៊ីបានបាញ់ចូលរាប់ពាន់គ្រឿងរួមទាំង drone Shahed របស់អ៊ីរ៉ង់ផងដែរ